សួស្តីអ្នកទាំងអស់គ្នាហើយក៏សូមស្វាគមន៍មកកាន់ YouTube របស់ Mr. Sea Korea ដែលយើងនឹងធ្វើការចែករំលែកទាក់ទងជាមួយនឹងភាសាកូរ៉េប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងទាក់ទងជាមួយនឹងពាក្យរបស់យើងអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញនៅនេះអញ្ចឹងគឺដូចអ្នកទាំងអស់គ្នាបានឃើញនៅឡើយនេះគឺ il sang senghwal hankuko il បាទអញ្ចឹងគឺមានន័យថាទាក់ទងជាមួយនឹងសៀវភៅទី1ទាក់ទងជាមួយនឹងពាក្យប្រើប្រាស់ភាសាកូរ៉េប្រចាំថ្ងៃរបស់យើងបាទហ្នឹងហើយអញ្ចឹងសម្រាប់មានន័យថាបងប្អូនយើងនៅខាងខ្មែរមានន័យថាចង់ធ្វើការត្រៀមឡើងមានន័យថាប្រឡងឡើងមកកូរ៉េអញ្ចឹងយើងបើសិនណាជាអ្នកទាំងអស់គ្នារៀនពីសៀវភៅនេះបានច្រើនពាក្យទាំងអស់ហ្នឹងគឺសឹងតែចេញក្នុងប្រឡងភាគច្រើនហើយក៏ប្រើប្រាស់នៅក្នុងមានន័យថារាល់ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េពេលដែលមកធ្វើការហ្នឹងក៏ប្រើប្រាស់ច្រើនដូចគ្នាបាទអញ្ចឹងយើងចូលទៅមេរៀនទី1របស់យើងបាទអញ្ចឹងរៀនទាក់ទងជាមួយនឹងមានន័យថាចាគីសូកែអញ្ចឹងទាក់ទងជាមួយនឹងការណែនាំខ្លួនបាទអញ្ចឹងយើងចូលទៅដល់ពាក្យមានន័យថាអហ៊ីទី1បាទអញ្ចឹងមានន័យពាក្យទី1ដែលទាក់ទងជាមួយនឹង Nara Irim អញ្ចឹងឈ្មោះរបស់ប្រទេសបាទអញ្ចឹងប្រទេសទាំងអស់ហ្នឹងហេតុអីបានជាយើងត្រូវធ្វើការរៀនអញ្ចឹងគោលបំណងដែលយើងត្រូវរៀនហ្នឹងមានន័យថាពេលដែលយើងមកហ្នឹងយើងអាចជួបមិត្តភ័ក្តិនៅកន្លែងការងាររបស់យើងហ្នឹងគឺមកពីប្រទេសផ្សេងៗគ្នាអញ្ចឹងទី1គឺHankook អញ្ចឹងប្រទេសកូរ៉េអញ្ចឹងទី2នេះគឺនេប៉ាល់អញ្ចឹងប្រទេសនេប៉ាល់អញ្ចឹងធុងទីម៉ូឬអញ្ចឹងប្រទេសទីម៉ូអញ្ចឹងទី3គឺប្រទេសឡាវអញ្ចឹងឡាអូសបាទអញ្ចឹងពេលខ្លះការបញ្ចេញសម្លេងដោយសារតែពាក្យរបស់កូរ៉េមួយចំនួនវាអត់មានដូចខ្មែរយើងអញ្ចឹងបានគេសេមកឡាអូសអញ្ចឹងធម្មតាយើងនៅខ្មែរយើងហៅឡាវយកម្ដងអញ្ចឹងណាបាទអញ្ចឹងបន្តមកទៀតគឺម៉ុងហ្គោលបាទអញ្ចឹងប្រទេសខាងម៉ុងហ្គោលមីយ៉ាន់ម៉ាអញ្ចឹងប្រទេសខាងមីយ៉ាន់ម៉ាបាំងឃឺឡាដេស៊ីបាទអញ្ចឹងបង់ក្លាដេសខ្មែរយើងគឺបង់ក្លាដេសតែម្ដងបាទគឺភេតធឺណាមបាទអញ្ចឹងវៀតណាមគឺស៊ឺរីឡាំងខាបាទអញ្ចឹងគឺស្រីលង្កាបាទខ្មែរយើងគឺស្រីលង្កាអញ្ចឹងមួយទៀតគឺអ៊ូឈឺបេគីស៊ឺឋានបាទគឺអ៊ូស្បេគីស្ថានអញ្ចឹងប្រទេសនេះគឺនៅប៉ែកជាប់ជាមួយនឹងខាងរុស្ស៊ីបាទអញ្ចឹងពាក្យស្ថាននេះគឺនៅខាងប៉ែកជាមួយនឹងខាងរុស្ស៊ីเนาะឥណ្ឌូនេស៊ីអាបាទគឺឥណ្ឌូនេស៊ីបាទអញ្ចឹងយើងហៅឥណ្ឌូបាទនេះគឺជុងគុកបាទអញ្ចឹងចិនបាទចិនយើងជុងគុកអញ្ចឹងចិននៅក្នុងប្រទេសកូរ៉េក៏ច្រើនដូចគ្នាដែរបាទអញ្ចឹងកម្ពុជាបាទកម្ពុជាអញ្ចឹងនេះគឺប្រទេសខាងប៉ែកខាងស្ថានដូចគ្នាគឺគីឬគីស៊ឺស្ថានបាទអញ្ចឹងគ្រីគីស្ថានអូខេអញ្ចឹងបន្តមកទៀតគឺថាជីគីស្ថានបាទអញ្ចឹងខាងប៉ែកប្រទេសខាងស្ថានដូចគ្នាដែរបាទបន្តមកទៀតគឺថេគុកអញ្ចឹងប្រទេសថៃបាទអញ្ចឹងបន្តមកទៀតគឺប៉ាគីស្ថានហ្នឹងហើយហ្វីលីពីនអូខេអញ្ចឹងភាគច្រើនគឺបងប្អូនមកធ្វើការនឹងជួបមិត្តភ័ក្តិនៅខាងប៉ែកប្រទេសទាំងអស់នឹងភាគច្រើនមកគេដាក់ឲ្យយើងរៀននៅក្នុងពាក្យហ្នឹងអញ្ចឹងណាអញ្ចឹងយើងរៀនពាក្យនឹងក្រោមនេះគឺពាក្យជំនួយក្នុងការដែលយើងប្រើប្រាស់អញ្ចឹងគេសួរឲ្យយើងដឹងអញ្ចឹងដូចពាក្យអនឺបាទអញ្ចឹងអនឺមានន័យថាមកពីណាអញ្ចឹងណាហ្នឹងហើយសារ៉ាំបាទមនុស្សអ៊ីរឹមឈ្មោះគុកចកបាទសញ្ជាតិឬមួយបាទសញ្ជាតិហើយនូគូនរណាគេបាទអញ្ចឹងពាក្យទាំងអស់ហ្នឹងអ្នកនរគ្នាធ្វើការរៀនហើយសរសេរឡើងវិញទៅដើម្បីចាំដៃកាន់ស្ទាត់អញ្ចឹងណាអញ្ចឹងចូលដល់ពាក្យអហ៊ី2អញ្ចឹងបាទគឺមាននៅក្នុងមេរៀនទី1ហ្នឹងគឺយើងរៀនពាក្យទី2ទៀតបាទតកតងជាមួយនឹងជីកប់ញ៉ងបាទជីកប់ញ៉ងមានន័យថាតកតងជាមួយនឹងប្រភេទការងារអញ្ចឹងនៅក្នុងកូរ៉េមិនថានៅកូរ៉េមិនថានៅខ្មែរយើងទៅអញ្ចឹងពាក្យការងារទាំងអស់ហ្នឹងបើសិនណាបើយើងចេះគឺល្អដែរមានន័យថាយើងឮគេនិយាយមកពេលខ្លះយើងអាចយល់ពីអត្ថន័យរបស់គេដែរអញ្ចឹងណាអញ្ចឹងហាក់សែងអញ្ចឹងអ្នកនរគ្នាប្រហែលចេះហើយហាក់សែងអញ្ចឹងសិស្សបាទអញ្ចឹងសនសេងនីមបាទគ្រូបង្រៀនហេសាវ៉ាន់អញ្ចឹងមានអ្នកធ្វើការនៅក្រុមហ៊ុនគីឡូចាមានន័យថាបកថាពលករគីឡូចាអញ្ចឹងខ្ញុំឆាល់ខ្វាន់បាទអញ្ចឹងប៉ូលីសបាទហើយបន្តទៀតគឺសូបាំងខ្វាន់អញ្ចឹងអ្នកពលរដ្ឋអគ្គិភ័យបាទអញ្ចឹងគងមូវ៉ាន់អញ្ចឹងអ្នកធ្វើការងាររដ្ឋហើយមួយទៀតគឺចំវ៉ាន់អញ្ចឹងអ្នកលក់បាទអញ្ចឹងអ្នកលក់នៅតាមមានន័យថានៅផ្សារទំនើបអីគឺគេហៅចំវ៉ាន់បាទអ៊ឺយសាអញ្ចឹងគ្រូពេទ្យអញ្ចឹងបើសិនណាយើងឈឺយ៉ាងអីគឺទៅជួបគាត់មានន័យថាគាត់ជាគ្រូពេទ្យអញ្ចឹងខាន់ហូសាអញ្ចឹងគេរៀននុបដ្ឋាយិកា
ហើយពាក្យបន្ទាប់គឺ Yorisa បាទគឺអ្នកចំអិនអញ្ចឹងចុងភៅហ្នឹងហើយអញ្ចឹងមួយទៀត Unjon Kisa អញ្ចឹងអ្នកបើកតាក់ស៊ីបាទអ្នកបើកឡានអូខេអញ្ចឹងមួយទៀត Ki Sulja អញ្ចឹងគឺមានន័យថាអ្នកជំនាញខាងបច្ចេកទេសបាទមួយទៀតគឺ Moksu បាទអញ្ចឹងគឺ Moksu នេះគឺមានន័យថាជាងមានន័យថាជាងដាប់ជាងឈើអញ្ចឹងណាហ្នឹងហើយហើយពាក្យបន្ទាប់គឺ Nongpu គឺមានន័យថាកសិករហើយមួយទៀតគឺ Orpu ហ្នឹងគឺមានន័យថាខាងនេសាទអ្នកខាងនេសាទបាទអញ្ចឹងពាក្យបន្ទាប់គឺពាក្យ Si បាទ Si នេះមានន័យថាសម្រាប់ភ្ជាប់ប្រើជាមួយនឹងឈ្មោះរបស់មនុស្សអញ្ចឹងដូចថាឧទាហរណ៍ថាខ្ញុំឈ្មោះឧត្តមអញ្ចឹងខ្ញុំថាឧត្តម Si បាទអញ្ចឹង Mr មួយក៏ Miss អញ្ចឹងលោកឬមួយលោកស្រីឆខ្ញុំអានីយ៉ូតេណែយ៉ាបាទឬមួយក៏ចាស់អញ្ចឹងណាបាទហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតនៅមេរៀនបន្តទៀតហើយកុំភ្លេចជួយ Subscribe និងជួយ Subscribe ម្នាក់មួយផងអរគុណច្រើន